ខ្ញុំបាទឈ្មោះឡាំសួតអាយុ19ឆ្នាំជនជាតិក្រឹងដែលរស់នៅភូមិភាគឦសាននៃប្រទេសកម្ពុជាខ្ញុំមានបងប្អូន4នាក់ពួកយើងមានមុខរបរធ្វើចំការតាមព្រៃភ្នំពេលខ្ញុំអាយុ4ឆ្នាំឪពុកខ្ញុំបាននាំខ្ញុំចូលក្នុងព្រៃគាត់ក៏បានបង្រៀនខ្ញុំឲ្យចេះបរបាញ់សត្វដោយប្រើស្នាខ្ញុំបានបាញ់សត្វអន្សងមួយហើយខ្ញុំពិតជាសប្បាយរីករាយណាស់ខ្ញុំបានឲ្យសត្វអន្សងទៅម្ដាយរបស់ខ្ញុំចំអិនធ្វើម្ហូបចំណែកឯស្បែករបស់វាឪពុកខ្ញុំគាត់យកទៅធ្វើស្ករអារក្សយើងក៏បានទៅជីកដំឡូងនៅក្នុងព្រៃផងដែរហើយយើងមានសំណាងណាស់នៅពេលដែលយើងគ្មានបាយហូបយើងតែងតែស្ងោរដំឡូងហូបជំនួសបើមាននរណាម្នាក់ឈឺយើងក៏អាចចូលទៅក្នុងព្រៃដើម្បីរកផ្សំថ្នាំព្យាបាលអ្វីទាំងអស់ដែលឪពុកម្ដាយរបស់ខ្ញុំបានបង្រៀនគឺតមកពីបុព្វបុរសរបស់ខ្ញុំពីមុនទាំងអស់ខ្ញុំសប្បាយចិត្តណាស់ក្នុងការរស់នៅតាមវិធីបុព្វបុរសរបស់ខ្ញុំហើយដូចជាពេលធ្វើការងារខ្ញុំអាចស្ដាប់សំឡេងបក្សាបក្សីហែលទឹកជ្រោះលេងមនុស្សខាងក្រៅបានចូលមកកាប់ឈើក្នុងភូមិរបស់យើងក្នុងឆ្នាំ1988ក្រុមហ៊ុនធំនេះគេបានធ្វើសហការជាមួយអ្នកភូមិខ្លះទោះបីជាព្រៃឈើទាំងអស់នោះជាកម្មសិទ្ធិរបស់សហគមន៍ក៏ដោយប៉ុន្តែលុយដែលគេបាននោះគេមិនចែកដល់អ្នកភូមិវិញទេសហគមន៍របស់យើងបាត់បង់ព្រៃឈើអស់ 75% ទៅហើយឥឡូវនេះសូម្បីតែរកអុសដុតក៏ដោយយើងត្រូវចូលទៅក្នុងព្រៃជ្រៅហើយសត្វដែលមានទាំងប៉ុន្មានក្នុងសហគមន៍របស់យើងត្រូវបាត់បង់អស់ទៅដែរកាលខ្ញុំអាយុ9ឆ្នាំខ្ញុំបានចូលរៀនជាមួយមិត្តភ័ក្តិរបស់ខ្ញុំជារៀងរាល់ថ្ងៃពួកយើងតែងតែសិក្សានៅក្រោមម្លប់ឈើខ្ញុំចាប់ផ្ដើមយល់ដឹងថាព្រៃឈើមានសារៈសំខាន់មែនទែនព្រោះវាអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់យើងតាមតម្រូវការឥឡូវនេះខ្ញុំចង់ឲ្យពួកគេបញ្ឈប់ការកាប់ឈើខុសច្បាប់ហើយត្រូវតែធ្វើការដាំដើមឈើឡើងវិញខ្ញុំសង្ឃឹមថាក្មេងជំនាន់ក្រោយនឹងចេះស្រឡាញ់ធនធានធម្មជាតិនិងថែរក្សាវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចឲ្យបានគង់វង្សដូចសម័យបុព្វបុរសរបស់យើងពីមុន។